4ចំណុចនេះគឺវិធីគោលដែលអាចជួយឲ្យបងប្អូនចាប់ផ្ដើមហ៊ានចាប់ផ្ដើមក្លាហានក្នុងការយកប៊ិចហើយនឹងសភៅមកសរសេរដំបូងបានបាទមិនទាន់ចាំបាច់គិតអំពីច្បាប់អំពីវិធីអំពីសិលវិធីនានាទីជម្រៅពេកកុំទាន់បារម្ភបាទបងប្អូនមើលបងប្អូនស្វែងយល់អំពី4កលឹះដែលខ្ញុំចែករំលែកបន្តិចទៀតនេះហ្នឹងបងប្អូននឹងចាប់ផ្ដើមអាចមានពលឺក្នុងការសរសេរនៅស្នាដៃដំបូងបានហើយបាទអូខេឥឡូវវិធីទី1បាទតើយើងគួរសរសេរអីគេបើយើងអត់ទាន់ធ្លាប់តែងនិពន្ធអីដំបូងសោះហ្នឹងបាទអូខេសភៅដំបូងបងអស់ដែលខ្ញុំលើកទឹកចិត្តបាទចំណុចដំបូងបងអស់ដែលបងប្អូនត្រូវធ្វើសភៅដែលគួរសរសេរដំបូងបងអស់ហ្នឹងគឺសរសេរអំពីប្រវត្តិរូបផ្ទាល់ខ្លួនបាទសរសេរអំពីអ្វីដែលបងប្អូនធ្លាប់ហែឆ្លងណាបាទអំពីបទពិសោធន៍នានាអំពីការហែឆ្លងអំពីឧបសគ្គអំពីការបរាជ័យអំពីវិធីជោគជ័យអីនានាដែលបងប្អូនធ្លាប់ហែឆ្លងហ្នឹងបាទសរសេរទៅសរសេរចាប់តាំងពីបងប្អូនដឹងក្តីណាបងប្អូនដឹងក្តីបងប្អូននៅចងចាំទាំងអបាម៉ានណាបងប្អូនសរសេររៀបរាប់ដាក់មកតាមលំដាប់លំដោយមកបាទរហូតមកដល់បច្ចុប្បន្នហ្នឹងហើយនឹងរហូតទៅដល់ពេលអនាគតឬមួយក៏គោលដៅនានាដែលបងប្អូនត្រៀមហ្នឹងបងប្អូនអាចសរសេរបានដែរបាទអញ្ចឹងយើងសរសេរអំពីប្រវត្តិរូបផ្ទាល់ខ្លួនយើងសរសេរអំពីបទពិសោធន៍ការហែឆ្លងជីវិតនានាផ្ទាល់ខ្លួនគឺរបស់ទាំងអស់នោះមាននៅក្នុងខួរក្បាលយើងហើយស្រាប់បាទគឺមាននៅក្នុងខួរក្បាលយើងហើយស្រាប់ដូច្នេះមិនពិបាកទេបើសិនជាបងប្អូនទៅគិតសរសេរអំពីអីផ្សេងគិតសរសេរអំពីចំណុចនានាដែលវាស៊ីជម្រៅខ្ញុំគិតថាកុំតាន់គិតដល់ចំណុចហ្នឹងបាទពីព្រោះអីវាហាំងស្មុគស្មាញបើយើងនិពន្ធដល់ស៊ីជម្រៅមែនទែនវាហាំងស្មុគស្មាញដូច្នេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរៀនសរសេរអំពីប្រវត្តិផ្ទាល់ខ្លួនមកបាទហើយអ្វីដែលយើងសរសេរឲ្យហ្នឹងបាទយើងចែករំលែកទៅកាន់មិត្តភ័ក្តិឬមួយក៏អ្នកនៅជិតយើងឬមួយក៏សាច់ញាតិយើងហ្នឹងឲ្យគាត់អានមើលតើការសរសេររបស់យើងយ៉ាងណាដែរអញ្ចឹងនៅក្នុងចំណុចនេះបើសិនជាប្រវត្តិរូបផ្ទាល់ខ្លួនរបស់បងប្អូនបាទការហែឆ្លងបទពិសោធន៍ជីវិតរបស់បងប្អូនមានចំណុចពិសេសជាច្រើនខ្ញុំជឿថាសភៅមួយក្បាលដែលបងប្អូនតែងនិពន្ធហ្នឹងប្រកាសជាល្អមែនទែនសម្រាប់មិត្តអ្នកអានសម្រាប់ក្មេងចំនួនក្រោយឬមួយក៏មិត្តអ្នកអានទូទៅរបស់យើងហ្នឹងបាទអូខេឥឡូវចំណុចទី2ចំណុចទី2ខ្ញុំលើកទឹកចិត្តឲ្យបងប្អូនសរសេរអំពីគោលគំនិតខ្លីៗបាទគំនិតខ្លីៗឧទាហរណ៍លើដូចជាគំនិតវិធីសាស្ត្រក្នុងការគ្រប់គ្រងពេលវេលាបាទអាហ្នឹងយើងបានគោលគំនិតខ្លីនឹងមួយហ្នឹងមកយើងបកស្រាយអំពីឧទាហរណ៍យើងធ្លាប់អនុវត្តចំណុចនេះចំណុចនេះដើម្បីគ្រប់គ្រងពេលវេលាទៅមានប្រសិទ្ធភាពហើយចំណុចខ្លះដែលយើងមិនគូធ្វើពីព្រោះអីវាអាចស៊ីពេលវេលារបស់យើងណាអាហ្នឹងកន្លែងចំណុចហ្នឹងយើងអាចយកអាគំនិតខ្លីគំនិតខ្លឹមមួយហ្នឹងមកហើយយើងបរិយាយរាយរាប់អំពីអ្វីដែលយើងធ្លាប់បានសិក្សារៀនសូត្រអ្វីដែលយើងធ្លាប់អនុវត្តហ្នឹងបងប្អូនអាចសរសេរចែករំលែកតាក់ទងពីគំនិតអស់ហ្នឹងទៅបាទឧទាហរណ៍ដូចជាការគ្រប់គ្រងហិរញ្ញវត្ថុបើសិនជាបងប្អូនពូកែខាងផ្នែកចាយវាយពូកែខាងផ្នែកប្រើប្រាស់លុយហើយធ្លាប់បង្កើតកំហុសអីខ្លះក្នុងការប្រើប្រាស់ហិរញ្ញវត្ថុអីនានាហ្នឹងបងប្អូនអាចសរសេរចែករំលែកត្រង់ចំណុចហ្នឹងទៅបាទ2-3ទំព័រឬមួយក៏4-5ទំព័រទៅមកគំនិតខ្លីមួយបងប្អូនអាចសរសេរ3-4-5ទំព័រទៅលើកឧទាហរណ៍លើកអំពីសាច់រឿងនានាដែលបងប្អូនធ្លាប់ឆ្លងកាត់ខុសត្រូវពីដែលវាអាច support ទៅនឹងគំនិតរបស់យើងហ្នឹងអាគំនិតខ្លីៗហ្នឹងអញ្ចឹងវាអត់ស្មុគស្មាញប្រហែលទេបានន័យថាប្រធានបទមួយយើងព្យាយាមសរសេរ support តែប្រធានបទហ្នឹងមួយទេលើកឧទាហរណ៍ប្រធានបទហ្នឹងមួយចឹងទៅអញ្ចឹងនៅពេលដែលបងប្អូនអាចសរសេរបាន20-30ចំណុចបាទបងប្អូនអាចនឹងបង្កើតជាសភៅមួយក្បាលទៅហើយបាទអាហ្នឹងអាចជាប្រភេទសភៅអភិវឌ្ឍខ្លួនអភិវឌ្ឍសមត្ថភាពនានាហ្នឹងអាហ្នឹងគឺជាសភៅប្រភេទហ្នឹងហើយអញ្ចឹងបងប្អូនរៀនសរសេរគំនិតខ្លីៗហ្នឹងបាទរៀនសរសេរជាមាតិកាគំនិតខ្លីៗ10-20-30មកបន្ទាប់មកយើងព្យាយាមសម្រាយហើយព្យាយាមចែករំលែករបស់ល្អនានាដែលមាននៅក្នុងខ្លួនយើងហ្នឹង support ទៅលើគំនិតមួយហ្នឹងទៅបាទ
វាអាចនឹងคล้ายទៅជាសភៅមួយក្បាលក្នុងចំណុចនេះខ្ញុំលើកទឹកចិត្តឲ្យបងប្អូនអានសភៅរបស់ខ្ញុំមួយក្បាលជោគជ័យមិនមែនជាសបិនបាទក្នុងនោះមាន29កន្លឹះអញ្ចឹង29កន្លឹះហ្នឹងការចេញពីអាគំនិតខ្លីៗហ្នឹងបាទអញ្ចឹងខ្ញុំមើលទៅវាជាគំនិតល្អបាទ29កន្លឹះហ្នឹងវាល្អសម្រាប់អភិវឌ្ឍសមត្ថភាពរបស់យុវជនសម្រាប់អភិវឌ្ឍសមត្ថភាពរបស់មនុស្សទូទៅហ្នឹងខ្ញុំក៏សរសេរបាទមួយចំណុចអាចថា5 6ទំព័របាទបើតាមខ្ញុំចាំ5 6ទំព័របាទហើយ20ចំណុចជាងចូល200ទំព័រដែរបាទអញ្ចឹងវាអាចចេញទៅជាសភៅមួយក្បាលអូខេបាទឥឡូវទៅវិធីសាស្ត្រទី3ដែលបងប្អូនអាចតែនិពន្ធដំបូងបានណាបាទគឺបងប្អូនត្រូវសិក្សាត្រូវស្វែងយល់អំពីជំនាញរបស់បងប្អូនបាទបងប្អូនអាចសរសេរអំពីជំនាញរបស់បងប្អូនជំនាញអីអញ្ចឹងលើទីឲ្យដូចបងប្អូនជំនាញផ្នែកទីផ្សារបាទបើបងប្អូនជំនាញផ្នែកទីផ្សារបងប្អូនចែករំលែកអំពីវិធីសាស្ត្រក្នុងការលក់មកបាទវិធីសាស្ត្រក្នុងការរកអតិថិជនវិធីសាស្ត្រក្នុងការបិទការលក់អីនានាហ្នឹងបាទហើយឧបសគ្គនានាក្នុងការលក់អីផ្សេងៗហ្នឹងបាទយុទ្ធសាស្ត្រអ្វីលក់ទីផ្សារផ្សេងៗហ្នឹងបងប្អូនសរសេរមកបាទហ្នឹងជាជំនាញសរសេរអំពីជំនាញរបស់បងប្អូនបើបងប្អូនជំនាញផ្នែកពេទ្យបាទដុកទ័រឬមួយក៏ពេទ្យផ្នែកអីមួយអញ្ចឹងបងប្អូនអាចចែករំលែកនៅព័ត៌មានបឋមនានាដែលអាចជួយសង្គ្រោះនៅសុខភាពនានាទូទៅហ្នឹងបងប្អូនអាចចែករំលែកដាក់ទៅក្នុងសភៅមួយក្បាលទៅបាទចែករំលែកជំនាញរបស់បងប្អូនមានហ្នឹងដាក់ទៅក្នុងសភៅមួយក្បាលទៅបាទអញ្ចឹងវាអត់ពិបាកទេនៅពេលដែលយើងសរសេរអំពីជំនាញរបស់យើងអញ្ចឹងអត់មានភាពស្មុគស្មាញប្រហែលទេព្រោះអីគ្រប់យ៉ាងគឺវាមាននៅក្នុងខួរក្បាលយើងហើយស្រាប់គ្រប់យ៉ាងគឺយើងចេះហើយស្រាប់បាទបងប្អូនជំនាញផ្នែកមេធាវីបងប្អូនសរសេរអំពីបញ្ហាផ្លូវច្បាប់នានាឬមួយក៏គន្លឹះនានាក្នុងការដោះស្រាយបញ្ហាតាក់ទងនឹងផ្លូវច្បាប់ឬមួយក៏តាក់ទងនឹងកិច្ចការបន្ទាន់ផ្នែកតាក់ទងពីមេធាវីហ្នឹងបាទបងប្អូនអាចចែករំលែកអញ្ចឹងទៅបើបងប្អូនជំនាញផ្នែកpublic speaking បាទជំនាញផ្នែកនិយាយជាសាធារណៈបងប្អូនចែករំលែកគន្លឹះក្នុងការនិយាយទៅបាទបើបងប្អូនជំនាញផ្នែកបង្រៀនបងប្អូនចែករំលែកផ្នែកបង្រៀនបាទហើយបើបងប្អូនជំនាញផ្នែកតែងនិពន្ធបងប្អូនចែករំលែកផ្នែកតែងនិពន្ធទៅបាទហ្នឹងជំនាញទាំងអស់ហ្នឹងបងប្អូនចងក្រងទៅជាសភៅមួយក្បាលបានដូចគ្នាអញ្ចឹងអត់ពិបាកទេព្រោះដោយសារអីគឺយើងចេះហើយស្រាប់ហើយគឺយើងមាននៅក្នុងខួរក្បាលយើងហើយស្រាប់អត់ពិបាកដូចសរសេរអីផ្សេងទូទៅណាវាហាក់យ៉ាប់បន្តិចដែលយើងអត់ទាន់មានជំនាញអញ្ចឹងដំណាក់កាលដំបូងបាទ3ចំណុចហើយដែលខ្ញុំចែករំលែកទី1តកតងពីប្រវត្តិខ្លួនយើងផ្ទាល់តែម្ដងប្រវត្តិនៃការតស៊ូនានាឧបសគ្គនានាដែលយើងឆ្លងកាត់ហ្នឹងយើងអាចសរសេរទៅជាសភៅមួយក្បាលបានហើយអាចទី2យើងអាចសរសេរជាគំនិតខ្លីៗបានបាទទី3យើងអាចសរសេរអំពីជំនាញរបស់យើងអូខេឥឡូវទៅទី4បាទទី4តើបងប្អូនអាចសរសេរប្រភេទអីបាទទី4បងប្អូនអាចសរសេរអំប្រភេទរឿងខ្លីបាទរឿងអប់រំខ្លីរឿងនិទានបែបខ្លីៗហ្នឹងបាទរឿងបាទអាចកំបាំងឬមួយក៏រឿងបែបរន្ធត់អីនានាហ្នឹងបងប្អូនអាចសរសេរបានទាំងអស់បាទក្នុងមួយរឿង10ទំព័រអីចឹងទៅបាទកន្លែងនេះដែរខ្ញុំលើកទឹកចិត្តឲ្យបងប្អូនមើលសភៅរបស់ខ្ញុំមួយក្បាលចំណងជើងប្រាជ្ញាកំបាំងនៅក្នុងនោះដូចជាមាន19រឿងហ្នឹងគឺរឿងខ្លីៗហើយអានទៅឆាប់យល់មែនទេហើយងាយស្រួលក្នុងការតាក់ទាញទឹកចិត្តអ្នកអានមិត្តអ្នកអានណាអញ្ចឹងបើបងប្អូនអត់ទាន់ចេះសរសេរអីដែលស៊ីជម្រៅទេបាទខ្ញុំលើកទឹកចិត្តឲ្យបងប្អូនចាប់ផ្ដើមសរសេរអាសាច់រឿងខ្លីៗបើបងប្អូនអត់ទាន់នេះទេបងប្អូនអាចមើលប្រភេទរឿងព្រេងនិទានខ្មែរយើងមើលប្រភេទរឿងខ្លីៗរបស់បរទេសណាបាទបងប្អូនចេះភាសាអង់គ្លេសបងប្អូនមើលរឿងខ្លីៗរបស់បរទេសមើលបាទបងប្អូនអាចតោងយកគំនិតជាច្រើនហើយចាប់ផ្ដើមមើលនៅបរិបទនៅក្នុងស្រុកយើងហើយច្នៃសរសេរទៅជារឿងខ្លីៗដែលយើងគិតថាវាគួរតែបានចែករំលែកទៅកាន់អ្នកដទៃហ្នឹងបាទពេលខ្លះពេលដែលយើងចេះចាប់ផ្ដើមចេះសរសេរហើយថ្ងៃណាមួយយើងដើរតាណាតណីអញ្ចឹងទៅយើងជួបស្ថានភាពអីមួយយើងអាចចងក្រងយើងអាចច្នៃទៅជាប្រភេទរឿងអប់រំខ្លីមួយសម្រាប់មិត្តអ្នកអានបានតែម្ដងអញ្ចឹងកន្លែងហ្នឹងចំណុចហ្នឹងពិសេសអញ្ចឹងខ្ញុំលើកទឹកចិត្តឲ្យបងប្អូនទោះបីជាបងប្អូនមិនមែនជំនាញផ្នែកនិពន្ធក៏ដោយ
បងប្អូនជំនាញផ្សេងក៏ដោយបាទគួរតែបានចែករំលែកទុកគួរតែបានចែករំលែកស្នាដៃដែលបងប្អូនគិតថាល្អណាបាទចំណេះវិជ្ជាដែលមាននៅក្នុងខ្លួនយើងហ្នឹងបើយើង100 ឆ្នាំទៀតអីហ្នឹងយើងស្លាប់បាត់ទៅយើងជំនាញអាហ្នឹងវាបាត់ទៅតាមយើងហើយតែបើសិនជាយើងបានបន្សល់ទុកជាស្នាដៃជាសភៅខ្ញុំជឿថាពិសេសមែនទែនក្មេងជំនាន់ក្រោយតជំនាន់នៅតែបានរៀនអញ្ចឹងជនជាតិបរទេសអ្នកដែលគាត់សឹងថាមុននឹងស្លាប់សឹងគាត់សរសេរសភៅបានមួយក្បាលទុកឲ្យក្មេងជំនាន់ក្រោយបាទដោយសារអីគាត់គិតថាបើគាត់ស្លាប់ទៅចំណេះវិជ្ជាដែលមាននៅក្នុងរូបរដ្ឋទៅតាមគាត់ហើយអញ្ចឹងក្មេងជំនាន់ក្រោយមិនទទួលបានបាទអញ្ចឹងយើងនេះបាទខ្ញុំលើកទឹកចិត្តមែនទែនហ្មងទោះបីបងប្អូនជំនាញផ្នែកអីក៏ដោយបងប្អូនរៀនសរសេរទុកទៅហើយមិនទាន់ចេះសរសេរគឺសរសេរអំពី4ចំណុចដែលខ្ញុំចែករំលែកមិញហ្នឹងបាទសរសេរអំពីប្រវត្តិផ្ទាល់ខ្លួនខ្ញុំជឿថាមិនពិបាកទេចាប់ផ្ដើមយកប៊ិចយកសភៅមកសរសេរអំពីយើងធ្លាប់ហែកឆ្លងពីពេលណាមកអាហ្នឹងយើងតាមលំដាប់លំដោយមករហូតមកដល់បច្ចុប្បន្នយើងទទួលបានជោគជ័យអីខ្លះយើងបរាជ័យអីខ្លះយើងសរសេររៀបរាប់នៅក្នុងហ្នឹងទៅបាទយើងឆ្លងកាត់អីខ្លះដែលជាមេរៀនដ៏ល្អសម្រាប់មនុស្សម្នាហ្នឹងបាទហ្នឹងគឺយើងចាប់ផ្ដើមសរសេរអញ្ចឹងមកវាមិនពិបាកទេដោយសារព័ត៌មានទាំងអស់មាននៅក្នុងខួរក្បាលយើងស្រាប់បាទហើយសរសេរអំពីគំនិតខ្លីៗនោះក៏មិនសូវពិបាកដែរព្រោះអីយើងមិនបាច់ចាំទៅគិតសិលវិធីអីច្រើនក្នុងការតែងនិពន្ធអីច្រើនទេយើងសរសេរយើង support ទៅលើគំនិតខ្លីៗហ្នឹងទៅគឺវាងាយស្រួលទេអញ្ចឹងបាទខ្ញុំលើកទឹកចិត្តឲ្យបងប្អូនរៀនសរសេរដោយអញ្ចឹងទៅកុំឲ្យគិតទៅស៊ីជម្រៅខ្លាំងពេកល្មមហ្នឹងក៏យើងអាចបញ្ចេញស្នាដៃយើងទៅឲ្យមិត្តអ្នកអានបានដែរហើយដំណាក់កាលដំបូងត្រូវចាំថាវាមិនស្រួលទេហើយក៏វាមិនអាចល្អឥតខ្ចោះបានដែរអញ្ចឹងយើងសរសេរតែងតែមានកំហុសហើយព្រោះយើងធ្វើអីក៏ដោយដំបូងវាមិនអាចធ្វើភ្លាម perfect ភ្លាមទេអញ្ចឹងហើយយើងទាមទារពេលដែលយើងសរសេរហើយខ្លីៗហ្នឹងយើងអាចបញ្ជូនទៅឲ្យមិត្តភ័ក្តិឬមួយក៏អ្នកដែលជិតស្និទ្ធរបស់យើងសាច់ញាតិអីផ្សេងៗហ្នឹងគាត់អានមើលទៅគាត់អានមើលហើយគាត់ផ្ដល់ feedback ឲ្យយើងខ្លះហើយយើងខ្លួនឯងផ្ទាល់ហ្នឹងក៏អាចសិក្សាពីអាស្នាដៃដែលយើងសរសេរហើយហ្នឹងយើងអានម្ដងហើយម្ដងទៀតហ្នឹងយើងអាចស្វែងយល់អំពីខ្លួនឯងយើងអាចស្វែងយល់ពីមិត្តអ្នកអានផ្សេងទៀតគាត់ប្រាប់មកយើងអាចកែខៃឲ្យកាន់តែប្រសើរឡើងហើយបច្ចុប្បន្នស្រួលទេពេលដែលបងប្អូនសរសេរហើយមានអ្នកនិពន្ធមានអ្នកអីនានាដែលស្គាល់ហ្នឹងបងប្អូនអាចពឹងពួកគាត់ឲ្យគាត់ជួយ edit ជួយមើលហើយជួយឲ្យយោបល់នានាទៅគឺបងប្អូនអាចចាប់ផ្ដើមតេស្តសាកល្បងក្នុងការនិពន្ធបានតែម្ដងបាទហើយបើសិនជាបងប្អូនតែនិពន្ធហើយបងប្អូនអត់ត្រូវការបោះពុម្ពបាទអត់ត្រូវការបោះពុម្ពទេបងប្អូនក៏អាចដាក់ស្នាដៃរបស់បងប្អូននៅក្នុង app ឲ្យគេអានបានដែររាល់ថ្ងៃនេះខ្ញុំបានបង្កើតនៅ mobile app មួយដែលជា app អានសភៅអាហ្នឹងគេហៅជាប្រភេទបណ្ណាល័យអេឡិចត្រូនិកណាយើងអានតែតាមប្រភេទ e-book ណាបាទឈ្មោះថា Virit អញ្ចឹងនៅក្នុងនោះបងប្អូនអាចដាក់សភៅដាក់ស្នាដៃដែលបងប្អូនតែងនិពន្ធហើយហ្នឹងដាក់ទៅក្នុងហ្នឹងទៅឲ្យគេអាន free ក៏បានឬមួយក៏យើងអាចលក់ក្នុងហ្នឹងក៏បានដែរបើយើងដាក់លក់ក្នុងហ្នឹងស្មើនឹងយើងបង្កើតនៅប្រភពចំណូលមួយផ្នែកផ្សេងទៀតក្រៅពីជំនាញរបស់យើងបាទអញ្ចឹងនៅក្នុងហ្នឹងងាយស្រួលមែនទេដោយសារអីកាលពីមុនអត់មានអញ្ចឹងទេកាលពីមុនខ្ញុំអត់ទាន់បង្កើតអានឹងបានគឺយ៉ាងពិបាកបន្តិចប៉ុន្តែឥឡូវបងប្អូនមិនចង់បោះពុម្ពក៏ដោយក៏បងប្អូនអាចដាក់មកក្នុង app ហ្នឹងដើម្បីឲ្យអ្នកដទៃអានបានដែរទោះបី100ឆ្នាំទៀតមក500ឆ្នាំទៀត1000ឆ្នាំទៀតក៏ស្នាដៃរបស់បងប្អូននៅដែរពីព្រោះអីយើងដាក់ទៅចូលក្នុងហ្នឹងហើយស្នាដៃទាំងអស់នោះអាចរកចំណូលឲ្យបងប្អូនតជំនាន់ដោយសារយើងមានបច្ចេកទេសគ្រប់គ្រងហើយស្រាប់ហើយពីមុនពិបាកចង់លក់សភៅចង់អីនានាត្រូវការបោះពុម្ពហើយលក់ទៅកាន់ទីផ្សារឥឡូវមានតែស្នាដៃមកដាក់ចូលទៅក្នុង app របស់ខ្ញុំតែម្ដងបាទ app ឈ្មោះ Virit ហ្នឹងបងប្អូនអាច download ហើយតេស្តមើលតើមានបច្ចេកទេសល្អអីខ្លះហើយរាល់ថ្ងៃ app មួយហ្នឹងមិនមែនតែនៅក្នុងស្រុករបស់យើងប្រើប្រាស់ទេគឺទូទាំងពិភពលោកតែម្ដងបាទអ្នកអានទូទាំងពិភពលោកសុទ្ធតែអាចប្រើប្រាស់បានពីព្រោះអីយើងបែងចែកជាពីរភាសាខ្មែរយើងមួយហើយនិងភាសាអង់គ្លេសគឺសុទ្ធតែស្នាដៃសភៅភាសាអង់គ្លេសសុទ្ធបាទហើយសភៅភាសាខ្មែរគឺសុទ្ធតែសភៅភាសាខ្មែរសុទ្ធដូច្នេះងាយស្រួលសម្រាប់អ្នកអាននៅក្រៅស្រុកឬមួយក៏នៅក្នុងស្រុកហ្នឹងបាទជនជាតិណាក៏គេអានបានដែរឲ្យតែគេចេះប្រើភាសាអង់គ្លេសបាទបើជនជាតិខ្មែរយើងដឹងតែអានភាសាខ្មែរតែបើជនជាតិបរទេស 100% គេអានភាសាអង់គ្លេសដូច្នេះ
ខ្ញុំរៀបចំជាពីរភាសាឲ្យស្រាប់នឹងសភៅបងប្អូនស្នាដៃរបស់បងប្អូនពេលដែលបងប្អូនផលិតបានបងប្អូននិពន្ធបានហើយអាចដាក់ចូលទៅក្នុង app ហ្នឹងមកអាចតាក់ទងមកកាន់ខ្ញុំឬមួយក៏តាក់ទងទៅកាន់ page Virit app ហ្នឹងហើយដាក់លក់ស្នាដៃរបស់បងប្អូននៅហ្នឹងទៅអញ្ចឹងខ្ញុំសរុបសេចក្តីមកវិញទោះបីបងប្អូនមិនប្រកែកក្នុងការនិពន្ធក៏ដោយតែបើបងប្អូនចង់ខ្លាយទៅជាអ្នកនិពន្ធចង់សរសេរបន្សល់ស្នាដៃទុកបាទទី1សរសេរអំពីប្រវត្តិនៃការហែលឆ្លងនៃការតស៊ូរបស់បងប្អូនបាទទី2សរសេរអំពីគំនិតខ្លីៗដែលបងប្អូនចេះឬបងប្អូនចាំបងប្អូនយល់ច្រើនហ្នឹងបងប្អូនសរសេរគំនិតអប់រំខ្លីៗមកហើយរៀបវាទៅជាសភៅមួយក្បាលមកឬមួយក៏បងប្អូនសរសេរអំពីជំនាញរបស់បងប្អូនមានជំនាញអីបងប្អូនសរសេរផ្នែកហ្នឹងទៅបាទហើយទី4បងប្អូនអាចចាប់ផ្ដើមសរសេររឿងខ្លីបានបាទអញ្ចឹងមិនពិបាកឲ្យគិតស្មុគស្មាញទេដំណាក់កាលនៃការនិពន្ធសភៅគឺយើងអាចនិពន្ធពីដំណាក់កាលទាំង4ដែលខ្ញុំរៀបរាប់នេះអាហ្នឹងសុទ្ធតែជាអ្វីដែលអ្នកនិពន្ធដំបូងគាត់វឹកហាត់ហើយគាត់វឹកហាត់សរសេរអស់ហ្នឹងសិនទម្រាំតែគាត់សរសេរបានសភៅពិសេសមួយក្បាលអញ្ចឹងចំណុចដំបូងបងប្អូនអាចចងក្រងអ្វីដែលខ្ញុំបានរៀបរាប់មិញទៅបាទហើយចែករំលែកទៅកាន់អ្នកនៅជុំវិញរបស់យើងឲ្យគាត់បានអានទៅបើថ្ងៃពិបាកចែករំលែកបងប្អូនអាចបោះអាស្នាដៃរបស់បងប្អូននិពន្ធបានហ្នឹងបោះមកឲ្យខ្ញុំមកប្រាប់ខ្ញុំមកតាក់ទងមកហើយខ្ញុំនឹងដាក់ចូលទៅក្នុង app ឲ្យគេអានហើយឲ្យគេផ្ដល់ feedback មកបងប្អូននឹងកាន់តែពូកែថែមទៀតអូខេហើយខ្ញុំសូមរំលឹកដែរថាបើសិនជាបងប្អូនដែលបានមើលវីដេអូនេះបើសិនបើបងប្អូនជាអ្នកនិពន្ធស្រាប់ឬមួយក៏ជាអ្នកជំនាញផ្នែកនិពន្ធស្រាប់អូខេបងប្អូនមានសភៅមានស្នាដៃហើយស្រាប់បងប្អូនអាចទំនាក់ទំនងមកកាន់ខ្ញុំឬមួយក៏ឆាតមកកាន់ខ្ញុំមកយើងអាចសហការដាក់លក់សភៅឬមួយក៏លក់ស្នាដៃរបស់បងប្អូនហ្នឹងដាក់ទៅក្នុង app តែម្ដងពីព្រោះអី app របស់យើងគឺដំណើរការហើយស្រាប់ហើយអញ្ចឹងអាចដាក់ស្នាដៃរបស់បងប្អូនលក់នៅក្នុងនោះតែម្ដងបច្ចុប្បន្ននេះបាទ